ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយនៅខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកនៅខ្សែភាពយន្តចិនដ៏ល្បីល្បាញមួយមកធ្វើការសម្រាយចែកជូនទៅកាន់បងប្អូនទស្សនាហើយដើម្បីអាចដឹងថាខ្សែភាពយន្តមួយនេះគឺនឹងមានដំណើរដំតងទៅមុខទៀតយ៉ាងណានោះយើងរីករាយតាមដានទស្សនាជាមួយនឹងការសម្រាយរបស់ខ្ញុំដូចតទៅខ្សែភាពយន្តមួយនេះគឺមានចំណងជើងថា The Great Wall ដែលវានេះគឺជាខ្សែភាពយន្តដែលបានបង្ហាញពីការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសចិនជាមួយនឹងអំបូរនៃសត្វចម្លែកម្យ៉ាងដែលបានធ្វើដំណើរមកលើផែនដីនិងធ្វើការវាយប្រហារទៅកាន់អំបូររបស់មនុស្សហើយដើម្បីតែចង់ទប់ស្កាត់នៅអធិពលរបស់សត្វចម្លែកទាំងនោះប្រជាជនចិនក៏បានធ្វើការប្រឆាំងជាមួយនឹងវាតតាំងពីគ្រប់ជំនាន់ហើយភាពយន្តនេះគឺបានចាប់ផ្ដើមដោយបង្ហាញឲ្យឃើញពីវត្តមាននៃក្រុមជនជាតិបរទេសមួយក្រុមដែលពួកគេកំពុងតែធ្វើការជិះសេះរត់គេចចេញពីការតាមប្រមាញ់របស់មនុស្សមួយក្រុមដែលមនុស្សកំពុងតែតាមប្រមាញ់ទៅលើពួកគេនោះគឺសិតសឹងតែជាជនជាតិចិនផងដែរហើយបន្ទាប់ពីពួកគេនឹងគឺបានគេចចេញពីការវាយប្រហារមនុស្សហើយពួកគេក៏បានធ្វើការទម្លាក់ខ្លួននៅក្នុងទីតាំងនៃរោងភ្នំមួយកន្លែងប៉ុន្តែនៅក្នុងកំឡុងពេលនេះគ្នារបស់ពួកគេទាំងអស់គឺនៅសេសសល់ត្រឹមតែ4នាក់តែប៉ុណ្ណោះណពេលដែល2នាក់ក្នុងចំណោមនោះក៏បានទទួលរងរបបពីការវាយប្រហាររបស់ក្រុមមនុស្សនៅមុននេះដូចគ្នាហើយយើងក៏បានឃើញអំពីការសន្ទនារបស់មនុស្ស2នាក់ផ្សេងទៀតដែលពួកគេនឹងគឺត្រូវបានដឹងថាជាមិត្តសម្លាញ់ស្លាប់រស់ជាមួយនឹងគ្នាតែបរិសុទ្ធទាំង2នាក់នោះម្នាក់នឹងគឺមានឈ្មោះថាថូវ៉ាហើយម្នាក់ទៀតនឹងគឺមានឈ្មោះថាវីលៀមដែលតាមពិតទៅពួកគេទាំងអស់គ្នានេះគឺជាអ្នកជំនួញដែលបានធ្វើដំណើរមកពីទ្វីបអឺរ៉ុបដើម្បីតែជំនួញរកស៊ីរបស់ពួកគេនៅលើទឹកដេស៊ីប៉ុន្តែជាអកុសលពួកគេនេះគឺបែរជាជួបជាមួយនឹងការវាយប្រហារតាមប្លន់យកពីសំណាក់ក្រុមចៅដែលនៅលើទឹកដីមនុស្សហើយគណៈពេលដែលការជជែកគ្នារបស់ពួកគេបរិសុទ្ធម្នាក់ដែលមានឈ្មោះថាថូវ៉ានឹងក៏បាននិយាយទៅកាន់វីលៀមថាក្នុងខណៈពេលនេះពួកគេទាំងអស់គ្នានឹងគឺបានអស់អាហារដើម្បីបរិភោគទៅហើយប៉ុន្តែតែបែបនេះក្រុមរបស់ពួកគេគឺមិនអាចតស៊ូទៀតបាននោះឡើយហើយក្រោយពីបានឮថូវ៉ានិយាយបែបនេះហើយបរិសុទ្ធម្នាក់ដែលមានឈ្មោះថាវីលៀមគេនឹងគឺមិនបាននិយាយអ្វីច្រើនទៅកាន់ថូវ៉ានោះឡើយប៉ុន្តែនៅពេលនោះរូគេនឹងក៏បានអង្គុយសម្លឹងទៅមើលដុំដៃម្យ៉ាងដែលរូគេនឹងគឺបាននាំយកមកជាមួយកំឡុងពេលនៃការសន្ទនារបស់អ្នកទាំងពីរនោះភ្លាមក៏ស្រាប់តែលេចវត្តមាននៃសត្វចម្លែកម្យ៉ាងគឺបានបង្ហាញខ្លួនចេញមកហើយវានឹងក៏បានវាយប្រហារទៅកាន់ពួកគេរហូតបណ្ដាលគ្នារបស់ពួកគេ2នាក់ក៏ត្រូវបានស្លាប់ភ្លាមចំណែកវីលៀមជាមួយនឹងថូវ៉ាពួកគេនឹងក៏បានធ្វើការទប់ទល់ជាមួយនឹងសត្វចម្លែកមនុស្សហើយពួកគេទាំងពីរនាក់នៅពេលនោះក៏បានធ្វើការសហការគ្នាដើម្បីវាយប្រហារទប់ទល់រហូតអាចមានឱកាសកាត់យកដៃរបស់វាបានសម្រេចហើយនៅព្រឹកបន្ទាប់ដោយសារតែដឹងថាពួកគេគឺមិនអាចបន្តស្នាក់នៅទីនេះទៀតបាននោះពួកគេទាំងពីរនាក់ក៏បានសម្រេចចិត្តធ្វើដំណើរចាក់ចេញជាបន្តដោយនាំយកទៅជាមួយនឹងដៃរបស់សត្វចម្លែកដែលពួកគេនេះគឺបានកាត់ការប្រយុទ្ធមិញផងដែរប៉ុន្តែកំឡុងពេលនៃការធ្វើដំណើររបស់ពួកគេនោះក៏ស្រាប់តែលេចវត្តមាននៃក្រុមចៅវាខ្សាច់នេះគឺបានបង្ហាញខ្លួនសាជាថ្មីហើយពួកគេនឹងក៏បានដេញតាមវាយប្រហារទៅកាន់អ្នកទាំងពីរដើម្បីធ្វើការប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេនោះឯងជនបរទេសមិត្តសម្លាញ់ទាំងពីរនាក់នេះក៏បានព្យាយាមជិះសេះដើម្បីគេចចេញពីការវាយប្រហាររបស់ក្រុមចៅទាំងនោះរហូតបណ្ដាលពួកគេនឹងគឺបានធ្វើដំណើរទៅដល់ទីតាំងនៃមហាកំផែងរបស់ប្រទេសចិនក្រុមទាហានរបស់ចិនដែលនៅទីនោះក្រោយពីបានឃើញវត្តមានរបស់ពួកគេនឹងក៏បានធ្វើការខាត់ខ្លួនពួកគេយកទៅភ្លាមហើយជានេះទៅទៀតក្រុមទាហាននឹងក៏បាននាំខ្លួនអ្នកទាំងពីរទៅជួបជាមួយនឹងមេដឹកនាំរបស់ពួកគេតែម្ដងចំណែកវីលៀមជាមួយនឹងថូវ៉ាក្រោយត្រូវបានចាប់ខ្លួនពួកគេនឹងគឺពិតជាមានការផិតភ័យជាខ្លាំងពួកគេក៏បាននិយាយគ្នាអំពីគម្រោងនៃការរត់គេចចេញអំពីទីតាំងមួយនេះដោយនិយាយគ្នានឹងគឺជាភាសាអង់គ្លេសហើយហេតុផលហ្នឹងក៏ព្រោះតែពួកគេយល់ថាអ្នកទាំងអស់គ្នានឹងគឺមិនអាចស្ដាប់យល់អំពីអ្វីដែលពួកគេនិយាយនោះឡើយភ្លាមនោះការគិតរបស់ពួកគេក៏ត្រូវបានបរាជ័យក៏ព្រោះតែក្នុងខណៈពេលនេះមេតបស្រីម្នាក់ដែលមានឈ្មោះថាលីនក៏បាននិយាយជាភាសាអង់គ្លេសទៅកាន់ពួកគេជាហេតុបណ្ដាលអ្នកទាំងពីរនេះគឺចំហមាត់ស្រឡាំងកាំងភ្លាមមេតបស្រីម្នាក់នោះក៏បានសួរទៅកាន់ពួកគេថាតើពួកគេនេះគឺបានដៃសត្វចម្លែកនេះមកពីប្រភពណាពិតប្រាកដនៅពេលនោះវីលៀមនឹងក៏បានឆ្លើយតបភ្លាមទៅកាន់មេតបស្រីម្នាក់នោះថាពួកគេនេះគឺបានវាដោយសារតែពួកគេបានវាយប្រហារជាមួយនឹងសត្វចម្លែកមនុស្សដល់ផ្ទាល់បណ្ដាមេតបដទៃផ្សេងទៀតរួមទាំងមេតបស្រីដែលមានឈ្មោះថាលីនក្រោយពីបានលើកការនិយាយបញ្ជាក់របស់វីលៀមហើយនោះពួកគេនឹងគឺបែរជាមិនជឿសម្ដីរបស់វីលៀមនោះឡើយតែនៅក្នុងកំឡុងពេលនោះបរិមអ្នកដែលមានឈ្មោះថាវាងដែលត្រូវជាទីប្រឹក្សារបស់លោកសេនាប្រមុខគាត់នឹងក៏បានចេញមុខដើម្បីនិយាយការពារទៅកាន់អ្នកទាំងពីរគាត់ក៏បាននិយាយថាតាមសម្ដីសម្ដៅនឹងទឹកមុខរបស់ពួកគេគឺមិនបាននិយាយកុហកចំពោះពាក្យសម្ដីរបស់ពួកគេនោះឡើយហើយគាត់នឹងគឺជឿជាក់ថាពួកគេគឺពិតជាបានវាយប្រហារកាត់យកដៃរបស់សត្វចម្លែកមនុស្សពិតមែនចំណែកមេតបលីនបើទោះបីជាមានការនិយាយអះអាងពីសំណាក់លោកទីប្រឹក្សាវាងយ៉ាងណាក៏ដោយប៉ុន្តែរូបនាងនេះគឺនៅតែមិនជឿសម្ដីរបស់ជនបរទេសទាំងពីរនាក់នេះនោះទេហើយនាងនេះគឺបានចោទប្រកាន់ទៅកាន់ពួកគេថាបាននិយាយរឿងកុហកពាក់ព័ន្ធជាមួយនឹងសត្វចម្លែកមនុស្សក៏ព្រោះតែវានឹងគឺមានសមត្ថភាពដ៏កាចសាហាវមិនងាយនរណានេះគឺកម្ចាត់បាននោះឡើយមិនតែប៉ុណ្ណោះនៅរៀងរាល់ពេលដែលពួកវានេះគឺបានវាយប្រហារមកកាន់មនុស្សពួកវានេះគឺតែងតែប្រម៉ែប្រមូលនៅសាកសពរបស់គ្នាពួកវាធ្វើដំណើរចាក់ចេញទៅវិញគឺដាច់ខាតមិនឲ្យមនុស្សនេះគឺមានឱកាសដើម្បីនាំយកគ្នារបស់ពួកវាមកធ្វើការពិសោធន៍នោះឡើយហើយលោកសេនាប្រមុខធំនឹងក៏បាននិយាយប្រាប់ទៅកាន់មេតបលីនថាពួកគេនឹងគឺបាន
បានដឹងអំពីអាចកំបាំងរបស់ខ្លួនអត់ទៅហើយហើយដូចនេះហើយដាច់ខាតគឺត្រូវតែកម្ចាត់នៅជនបរទេសទាំងពីរនាក់នេះចោលដើម្បីកុំឲ្យអាចកំបាំងរបស់នគរពួកគេគឺត្រូវបែកធ្លាយចេញទៅខាងក្រៅបើទោះបីជាមានការនិយាយការពារពីសំណាក់លោកវាងដែលជាទីប្រឹក្សាជាន់ខ្ពស់យ៉ាងណាក៏ដោយប៉ុន្តែនៅទីបំផុតពួកគេនឹងក៏នៅតែសម្រេចចិត្តដើម្បីប្រហារជីវិតទៅកាន់អ្នកទាំងពីរភ្លាមនោះក៏ស្រាប់តែកូនទៅហេមអ្នកនឹងក៏បានធ្វើដំណើរចូលមកដល់លោកគេក៏បានពំនាំជាមួយនឹងដំណឹងដ៏សំខាន់មួយប្រាប់ទៅកាន់មេដឹកនាំរបស់ពួកគេថាក្នុងកំឡុងពេលនេះបន្ទាយធំរបស់ពួកគេគឺត្រូវបានសត្រូវធ្វើការវាយប្រហារទៅហើយមេតបទាំងអស់ក្រោយពីបានឮបែបនេះពួកគេនឹងក៏បានបញ្ញាដើម្បីចេញបញ្ជានិងធ្វើដំណើរទៅពិនិត្យមើលអំពីស្ថានភាពដែលនៅខាងក្រៅហើយដោយសារតែបញ្ចង់ឲ្យថូវ៉ាជាមួយនឹងវីលៀមធ្វើការរត់គេចចេញអំពីទីតាំងមួយនេះពួកគេនឹងក៏បានសម្រេចចិត្តនាំអ្នកទាំងពីរធ្វើដំណើរទៅជាមួយនឹងពួកគេតែម្ដងវីលៀមក្រោយពីបានធ្វើដំណើរចាក់ចេញមកខាងក្រៅនិងបានឃើញអំពីទស្សនវិជ្ជាដ៏អស្ចារ្យនៃកងទ័ពរបស់ចិនហើយនោះរូគេនឹងគឺពិតជាមានភាពស្រឡាំងកាំងជាខ្លាំងក៏ព្រោះតែកងទ័ពចិនទាំងនេះពួកគេនឹងគឺមានចំនួនដ៏ច្រើនពួកគេគឺមានការរួមបញ្ចូលទាំងកងទាហានថ្មើរជើងទាហានព្រួយនិងទាហានពិសេសដែលដឹកនាំដោយមេតបលីនប៉ុន្តែពួកគេម្នាក់ៗគឺហាក់បីដូចជាគ្មានទំនុកចិត្តនៅក្នុងការប្រយុទ្ធនោះឡើយហើយបន្ទាប់ពីនោះមិនយូរប៉ុន្មានចម្ងល់របស់គេនឹងក៏ស្រាប់តែត្រូវបានបង្ហាញភ្លាមៗក្រោយពីរូបគេនឹងគឺបានឃើញអំពីវត្តមាននៃសត្វចម្លែករាប់លានក្បាលគឺបានបង្ហាញខ្លួននៅចំពោះមុខជញ្ជាំងក្រុងរបស់ប្រទេសចិនហើយសត្វចម្លែកមួយនោះពួកវានឹងគឺមានមេដឹកនាំមួយដែលត្រូវបានហៅថាខ្វិនហើយខ្វិននេះហើយគឺជាអ្នកបញ្ជាឲ្យកូនចៅរបស់គេធ្វើការវាយប្រហារទៅកាន់មនុស្សនិងធ្វើការពំនាំចំណីទៅកាន់វាដើម្បីឲ្យវានឹងគឺផលិតនៅកូនចៅផ្សេងទៀតហើយខ្វិនមួយនេះគឺមិនងាយវាយប្រហារទៅកាន់វានោះឡើយព្រោះតែវានឹងគឺមានកងការពារជាពិសេសនៅជុំវិញខ្លួនរបស់វាដែលបានបង្កើនជាមួយនឹងការការពារដ៏រឹងមាំថែមទៀតហើយបើសិនណាជាមនុស្សចង់យកឈ្នះទៅលើពួកវាបាននោះដាច់ខាតនឹងគឺត្រូវតែចាត់ការខ្វិនមួយនេះបានក្រុមទាហានចិនពួកគេនឹងក៏ចាប់ផ្ដើមចេញប្រតិបត្តិការដើម្បីទប់ទល់ជាមួយនឹងការវាយប្រហាររបស់វងសត្វចម្លែកហើយនៅពេលនោះវីលៀមជាមួយនឹងថូវ៉ានឹងក៏បានស្នើសុំទៅកាន់បរិសម្នាក់ដែលមានឈ្មោះថាបាឡាតដែលគេនឹងគឺជាជនបរទេសដូចគ្នាដើម្បីជួយស្រាវចំណងទៅកាន់ពួកគេបន្ទាប់ពីនោះអ្នកទាំងពីរនឹងក៏បានសម្រេចចិត្តដើម្បីចូលជួយប្រយុទ្ធជាមួយនឹងកងទ័ពចិនដោយពួកគេទាំងពីរនាក់គឺបានធ្វើការសហការគ្នាដើម្បីប្រយុទ្ធជាមួយនឹងសត្វទាំងនោះនិងធ្វើការជួយសង្គ្រោះទៅកាន់ទាហានចិនដទៃផ្សេងទៀតក្នុងកំឡុងពេលនោះថូវ៉ានិងគីស្ទ័រទៅត្រូវបានសត្វចម្លែកធ្វើការវាយប្រហារទៅកាន់គេទៅហើយប៉ុន្តែនៅពេលនោះវីលៀមនឹងក៏បានក៏លេចឃើញនិងបានធ្វើដំណើរចូលមកសង្គ្រោះទៅកាន់ថូវ៉ាបានសម្រេចមេដឹកនាំរបស់ក្រុមសត្វចម្លែកនេះនៅពេលដែលបានឃើញកូនចៅរបស់វានឹងគឺត្រូវបានក្រុមមនុស្សធ្វើការសម្លាប់អស់យ៉ាងច្រើនហើយនោះវានឹងក៏បានបញ្ជូនសញ្ញាទៅកាន់គ្នារបស់វាដើម្បីត្រឡប់ក្រោយចាក់ចេញអំពីទីតាំងមនុស្សដោយពួកវានឹងគឺបានចាក់ចេញនៅនាំយកទៅជាមួយនឹងសាកសពរបស់គ្នាពួកវាមិនឲ្យសេសសល់សូម្បីតែមួយក្រោយពីហេតុការណ៍នេះបានបញ្ចប់ហើយនោះវីលៀមជាមួយនឹងថូវ៉ានឹងក៏ត្រូវបានផ្ដល់នូវកិត្តិយសដ៏ពិសេសសម្រាប់ពួកគេឲ្យស័ក្តិសមជាមួយនឹងការលះបង់របស់ពួកគេសម្រាប់កងទ័ពចិនដោយពួកគេនឹងក៏ត្រូវបានបណ្ដាមេទ័ពចិនផ្ដល់នូវកន្លែងស្នាក់នៅក៏ដូចជាអាហារឆ្ងាញ់ៗទៅកាន់ពួកគេផងដែរកាលមកដល់ពេលយប់លោកសេនាប្រមុខធំដែលមានឈ្មោះថាសៅក៏បានកោះហៅមេទ័ពម្នាក់ដែលមានឈ្មោះថាលីនដើម្បីមកជួបគាត់តែពួកគេទាំងពីរនាក់នឹងក៏បាននិយាយគ្នាពាក់ព័ន្ធជាមួយនឹងជនបរទេសទាំងពីរនាក់ដែលកំពុងតែមានវត្តមាននៅជាមួយនឹងពួកគេលោកសេនាប្រមុខធំនៅពេលនោះក៏បានប្រាប់ទៅកាន់មេទ័ពលីនថាពួកគេគឺមិនអាចអនុញ្ញាតឲ្យជនបរទេសទាំងពីរនាក់នេះគឺចាក់ចេញអំពីទីនេះបាននោះឡើយក៏ព្រោះតែក្នុងកំឡុងពេលនេះពួកគេទាំងពីរនាក់គឺបានដឹងអំពីការសម្ងាត់របស់ពួកគេទៅហើយម្យ៉ាងទៀតសត្វចម្លែកទាំងនោះពួកវានឹងគឺមានភាពកាចសាហាវជាងមុនដែលកាលពី60ឆ្នាំមុនពួកវានឹងគឺមិនទាន់វិវត្តបានលឿនយ៉ាងនេះនោះឡើយដែលដល់ពេលនេះវានឹងគឺអាចបង្កជាការលំបាកទៅកាន់ពួកគេដូចគ្នាក្លែងមកមើលវីលៀមជាមួយនឹងថូវ៉ាក្នុងកំឡុងពេលដែលពួកគេកំពុងតែសម្រាកវត្តមាននៃបរិសម្នាក់ដែលមានឈ្មោះថាបាឡាតក៏បានធ្វើដំណើរលោកមកជួបជាមួយនឹងពួកគេដែលលោកបាឡាតនេះក៏បាននិយាយប្រាប់ទៅកាន់ពួកគេថាខ្លួននេះគឺបានដឹងអំពីបំណងពិតរបស់ពួកគេហើយតែតាមពិតទៅអ្នកទាំងពីរធ្វើដំណើរមកកាន់ទីនេះក៏ព្រោះតែពួកគេនឹងគឺបានស្វែងរកអំពីវត្តមាននៃម្សៅមួយយ៉ាងដែលមានឈ្មោះថា Gunpowder តែម្សៅមនុស្សវានឹងគឺជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងផ្ទុះហើយគេនឹងក៏បានបន្តថាអ្នកទាំងពីរនេះគឺមិនអាចចាក់ចេញអំពីទីនេះបាននោះឡើយបើសិនណាជាគ្មានវត្តមានរបស់គេក៏ព្រោះតែលោកបាឡាតអ្នកនេះគេនឹងគឺបានស្គាល់ផ្លូវយ៉ាងច្បាស់នៅក្នុងទីតាំងនេះប៉ុន្តែក៏ចាំបាច់ត្រូវការអ្នកទាំងពីរជួយទៅកាន់រូបគេដូចគ្នាហើយចំពោះហេតុផលដែលលោកបាឡាប់អ្នកនេះគឺត្រូវបានរស់នៅក្នុងបន្ទាយរបស់កងទ័ពចិនក៏ព្រោះតែរូបគេនេះគឺត្រូវបានទាហានចិនធ្វើការចាប់ខ្លួននិងបង្ខំឲ្យគេនេះគឺបង្រៀនភាសាបរទេសទៅកាន់ពួកគេហើយដូចនេះហើយទៅបានជាបណ្ដាមេទ័ពចិនទាំងអស់ពួកគេនេះគឺអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អបែបនេះមកដល់ពេលព្រឹកបន្តពីលៀមជាមួយនឹងថូវ៉ាក៏ត្រូវបានមេទ័ពចិនទាំងអស់ធ្វើការអញ្ជើញគាត់ដើម្បីទៅញ៉ាំអាហារជុំគ្នាជាមួយនឹងពួកគេប៉ុន្តែនៅក្នុងកំឡុងពេលនោះពួកគេនឹងក៏ឆ្លៀតស្នើសុំទៅកាន់អ្នកទាំងពីរដើម្បីឲ្យធ្វើការបង្ហាញជាមួយនឹងសមត្ថភាពចំពោះមុខពួកគេផងដែរហើយមនុស្សទាំងអស់ក្រោយពីបានឃើញការបង្ហាញដ៏អស្ចារ្យរបស់ពួកគេហើយនោះអ្នកទាំងអស់គ្នានឹងក៏បានធ្វើការទះដៃអបអរសាទរទៅកាន់ពួកគេយ៉ាងខ្លាំងមេទ័ពលីននៅពេលនោះក៏បានធ្វើដំណើរទៅអង្គុយជិតជាមួយនឹងវីលៀមហើយគាត់នឹងក៏បានសួរទៅកាន់វីលៀមអំពីរឿងរ៉ាវនៃអតីតកាលរបស់គេហើយវីលៀមនៅពេលនោះគាត់នឹងក៏បានឆ្លើយតបដែលមិនស្ទាក់ស្ទើរប្រាប់ទៅកាន់មេទ័ពលីនថាតាមពិតទៅហេតុផលដែលគាត់មានវិជ្ជាគុណបែបនេះក៏ព្រោះតែគាត់នឹងគឺបានចូលធ្វើការងារនៅក្នុងបន្ទាយទាហានតាំងតែពីតូចមកម្ល៉េះហើយនៅទីតាំងមនុស្សគាត់នឹងគឺបានធ្វើការងារជាច្រើនមិនថាតែការងារតូចធំធ្ងន់ស្រាលនោះឡើយហេតុផលតែមួយប៉ុណ្ណោះគឺដើម្បីតែអាចទទួលអាហារចំអែតកាពះនោះឯងចំណែកមេទ័ពលីនគាត់នឹងក៏បានប្រាប់ទៅកាន់វីលៀមថាគាត់ជាមួយនឹងអ្នកដទៃផ្សេងទៀតដែលរស់នៅទីនេះពួកគេទាំងអស់គ្នាគឺមានវាសនាមិនខុសគ្នានោះឡើយហើយពួកគេនេះគឺបានចូលធ្វើទាហានតាំងតែពីពួក
គេនឹងគឺមានអាយុ5ឆ្នាំមកម្លេះពួកគេគឺធ្វើគ្រប់យ៉ាងហាត់គ្រប់យ៉ាងទាំងពិបាកដើម្បីតែសង្គ្រាមមួយនេះហើយពួកគេនឹងគឺធ្វើបែបនេះគឺដើម្បីតែការពារខ្លួននៅមនុស្សជាទីស្រឡាញ់របស់ពួកគេតែប៉ុណ្ណោះហើយលីនឹងក៏បាននាំវីលៀមទៅមើលអំពីកន្លែងនៃការវឹកហាត់របស់ពួកគេដូចគ្នាហើយនេះនឹងគឺបានប្រាប់ទៅកាន់វីលៀមថាពួកគេទាំងអស់គ្នាគឺតែងតែធ្វើការវឹកហាត់នៅទីតាំងមួយនេះនឹងបានប្រាប់ទៅកាន់គាត់ថាម្នាក់ៗដែលនៅទីនេះពួកគេនឹងគឺមានការជឿជាក់ទៅលើគ្នាជាខ្លាំងដែលវានឹងគឺត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះសម្រាប់ពួកគេនៃជ័យជំនះផងដែរកាលមកដល់ពេលយប់នោះលោកបាឡាត់នឹងក៏បាននាំយកជាមួយនឹងគ្រឿងរំសេវនៅក្របទូនោះដើម្បីមកបង្ហាញទៅកាន់វីលៀមជាមួយនឹងថូវ៉ាបានឃើញហើយរូបគេនឹងក៏បានបញ្យល់ប្រាប់ទៅកាន់អ្នកទាំងពីរថាបើសិនណាជាពួកគេគឺអាចចាក់ចេញទៅខាងក្រៅដោយនាំយកនៅម្សៅផ្ទុះទាំងអស់នេះទៅជាមួយនោះពួកគេនឹងក្លាយទៅជាអ្នកមានមិនខាននោះឡើយក៏ព្រោះតែម្សៅមួយនេះវានេះគឺជាគ្រឿងដ៏កម្រដែលគេនឹងគឺត្រូវការវាដើម្បីផលិតជាគ្រឿងផ្ទុះបានហើយលោកបាឡាប់អ្នកនេះក៏បានបន្តប្រាប់ទៅកាន់ពួកគេផងដែរដែលថាតាមបទពិសោធន៍ដែលគាត់ធ្លាប់រស់នៅទីនេះមិនយូរទៀតនោះទេក្រុមសត្វចម្លែកទាំងនោះនឹងធ្វើការវាយប្រហារមកកាន់ទីតាំងមួយនេះជាលើកទី2មិនខាននោះឡើយហើយនៅពេលនោះហើយគឺជាពេលវេលាដ៏ស័ក្តិសមសម្រាប់ពួកគេដើម្បីឆ្លៀតឱកាសចាកចេញអំពីទីតាំងមួយនេះបានខណៈពេលដែលពួកគេកំពុងតែសន្ទនាគ្នានោះលោកទីប្រឹក្សាវ៉ានឹងក៏បានបញ្ជាមនុស្សដើម្បីនាំវត្តមានរបស់វីលៀមជាមួយនឹងថូវ៉ាធ្វើដំណើរទៅជួបគាត់ហើយគាត់នឹងក៏បានសួរនាំទៅកាន់អ្នកទាំងពីរអំពីដៃឆក់ដែលពួកគេនេះគឺនាំយកមកជាមួយផងដែរថូវ៉ាគេនឹងក៏បានសួរទៅកាន់លោកវាងថាហេតុអ្វីបានជាសត្វចម្លែកមួយនេះគឺមានវត្តមាននៅលើផែនដីមួយនេះបានតែលោកវាងគាត់នឹងក៏បានយល់ព្រមឆ្លើយប្រាប់ទៅកាន់ពួកគេថាតាមពិតទៅរឿងរ៉ាវមនុស្សវានឹងគឺបានកើតមានឡើងតាំងតែពី20សតវត្សមុនមកម្លេះដែលនៅគ្រានោះនគររបស់ពួកគេនេះគឺមានស្ដេចមួយអង្គដែលជាស្ដេចអាក្រក់ហើយស្ដេចមនុស្សគឺតែងតែធ្វើឲ្យប្រជាជនស្លូតត្រង់ជាច្រើននិងថែមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេដើម្បីតែរក្សាអំណាចរបស់ខ្លួនហើយដោយសារតែអំពើដ៏សាហាវព្រៃផ្សៃរបស់ស្ដេចមួយអង្គនេះខាងលើនឹងក៏បានបញ្ជូននៅដុំអាចផ្កាយដ៏ធំមួយធ្លាក់មកលើផែនដីហើយដុំអាចផ្កាយមនុស្សហើយគឺមាននាំយកមកជាមួយនឹងសត្វចម្លែកម្យ៉ាងដែលមានឈ្មោះថាថៅធីមកជាមួយផងដែរហើយចាប់តាំងពីពេលនោះហើយគឺជាពេលដែលសត្វចម្លែកនេះគឺបានធ្វើការវាយប្រហារមកកាន់ពួកគេដូចគ្នាដែលវានឹងក៏ត្រូវបានប្រជាជនទាំងអស់គឺយល់ថាជាការដាក់ទោសរបស់ឋានលើចំពោះទង្វើដ៏អាក្រក់និងលោភលន់របស់ពួកគេនោះឯងហើយលោកវាងគាត់នឹងក៏បានបន្តផងដែរថាសត្វចម្លែកនេះវានឹងក៏ចាប់ផ្ដើមរីករាលដាលនិងវាយលុកយ៉ាងខ្លាំងនៅក្នុងតំបន់នៃភាគខាងជើងប្រទេសចិននិងបានបន្តវិវត្តខ្លួននៅពាសពេញនគរចិនរបស់ពួកគេពួកវាក្រៅតែពីវាយប្រហារមកកាន់មនុស្សពួកវានឹងគឺបានស៊ីសាច់មនុស្សជាអាហារនិងនាំយកអាហារទាំងអស់នោះទៅឲ្យស្ដេចរបស់វាដើម្បីបង្កើតនៅកូនចៅមកបន្ថែមទៀតហើយក្រុមមនុស្សគ្រប់ចំនួនគឺតែងតែព្យាយាមកម្ចាត់នៅអំបូរសត្វចម្លែកនេះប៉ុន្តែពួកគេនឹងគឺមិនទាន់អាចធ្វើវាបានសម្រេចដោយជោគជ័យនោះឡើយដោយផលលំបាកសម្រាប់ពួកគេនោះដើម្បីតែអាចកម្ចាត់ទៅកាន់អំបូរនៃសត្វចម្លែកនេះបានតែខាតពួកគេនឹងគឺទាល់តែសម្លាប់នៅស្ដេចរបស់វាបានជាមុនសិនហើយពួកគេនឹងគឺបានដឹងយ៉ាងច្បាស់ថាវាមិនមែនជារឿងងាយស្រួលសម្រាប់ពួកគេនោះឡើយក៏ព្រោះតែស្ដេចរបស់វានឹងគឺមានកងការពារយ៉ាងរឹងមាំនៅជាប់ជាមួយនឹងខ្លួនរបស់វាហើយនៅយប់នោះផងដែរគឺស្រាប់តែលេចវត្តមាននៃអំបូរថៅធីចំនួន2ក្បាលនឹងគឺបានឡើងមកលើជញ្ជាំងក្រុងរបស់ប្រទេសចិនហើយពួកវានឹងគឺពិតជាមានភាពវៃឆ្លាតជាខ្លាំងនិងបានធ្វើការវាយប្រហារទៅកាន់ទាហានដែលនៅយាមនៅទីនោះលោកសេនាប្រមុខជាមួយនឹងមេតបលីននៅពេលនោះក៏បានព្យាយាមចេញទៅដើម្បីរារាំងទៅកាន់ពួកវាដូចគ្នាប៉ុន្តែការប្រយុទ្ធគ្នារវាងអ្នកទាំងពីរតទល់ជាមួយនឹងសត្វចម្លែកមនុស្សក៏បានបណ្ដាលលោកសេនាប្រមុខធំគឺបានរងរបួសយ៉ាងធ្ងន់ធ្ងរហើយនៅដង្ហើមចុងក្រោយនៅពេលដែលដឹងថាខ្លួនគឺមិនអាចបន្តជីវិតនៅលើโลกនេះទៀតបានលោកសេនាប្រមុខក៏បានសម្រេចចិត្តប្រគល់នៅស្លាបបញ្ជាកងទ័ពទៅកាន់មេតបលីនហើយគាត់នឹងក៏បាននិយាយផ្ដាយផ្ដាំទៅកាន់នាងថាធ្វើយ៉ាងណាកម្ចាត់នៅអំបូរសត្វចម្លែកមួយនេះឲ្យអស់ពីលើផែនដីក៏ព្រោះតែនៅក្នុងកំឡុងពេលនេះវានឹងគឺចាប់ផ្ដើមបង្ហាញនៅភាពកាចសាហាវរបស់វាហើយក្រោយពីលោកសេនាប្រមុខធំបានស្លាប់បាត់បង់ជីវិតទៅមន្ត្រីជំនិតនៅក្នុងរាជវាំងនេះក៏បានធ្វើដំណើរមកដល់នៅទីតាំងមហាកំផែងមួយនេះដល់បរិមម្នាក់នោះក៏បាននាំយកជាមួយនឹងឯកសារមួយដែលបានកត់ត្រាពីការប្រយុទ្ធគ្នារវាងមនុស្សតទល់ជាមួយនឹងអំបូរថៅធីកាលពី900ឆ្នាំមុនដោយការកត់ត្រាមនុស្សគឺបានបញ្ជាក់ថាកំឡុងពេលនៃការប្រយុទ្ធគ្នាតទល់ជាមួយនឹងសត្វថៅធីនេះក៏ស្រាប់តែភ្លាមពួកវានេះគឺកាំងមិនធ្វើចលនានោះឡើយគឺបន្ទាប់ពីមនុស្សនេះគឺអាចមានលទ្ធភាពយកដុំដៃឆក់ទៅដាក់នៅច្រកចេញចូលរបស់ពួកវានោះឯងហើយនៅពេលនោះហើយក្រុមទាហានក៏បានធ្វើការកាប់សម្លាប់ទៅកាន់ពួកវាតាមតែអំពើចិត្តរហូតបណ្ដាលពួកវានឹងគឺត្រូវបានថមថយចំនួនដូចគ្នាក្រោយបានលើបែបនេះអ្នកទាំងអស់គ្នានឹងក៏មានបំណងចង់សាឡបងជាមួយនឹងសំណេរដែលបានកត់ត្រាមួយនេះប៉ុន្តែនៅពេលនោះដោយសារតែគ្មានសត្វចម្លែកពិតដើម្បីមកសាឡបងនោះវីលៀមគាត់នឹងក៏បានស្នើសុំទៅកាន់ពួកគេថាគាត់គឺសម្រេចចិត្តដើម្បីធ្វើការចាប់វាដោយផ្ទាល់ផងដែរដោយវីលៀមគាត់នឹងក៏បានបញ្យល់ទៅកាន់ពួកគេថាគាត់នឹងធ្វើការចាប់វាដោយវិធីសាស្ត្រសណ្ដំដោយវិធីសាស្ត្រមនុស្សគឺជាការចាក់ថ្នាំសណ្ដំទៅលើវាឲ្យងងុយដេកដើម្បីចាប់ខ្លួនបន្ទាប់ពីបានពិភាក្សាគ្នាដឹងរឿងអស់ហើយនោះអ្នកទាំងអស់គ្នានឹងក៏បានចាប់ផ្ដើមអនុវត្តនៅវិធីសាស្ត្ររបស់វីលៀមដោយព្រឹកបន្ទាប់ក្នុងស្ថានភាពនៃមេឃធ្លាក់អាប់យ៉ាងខ្លាំងកងទ័ពទាំងអស់ក៏បានប្រុងប្រៀបខ្លំមើលអំពីសកម្មភាពរបស់អំបូរសត្វចម្លែកថៅធីហើយបន្ទាប់ពីនោះមិនយូរប៉ុន្មានសត្វចម្លែកមនុស្សនឹងគឺពិតជាបានបង្ហាញខ្លួនមកពិតមែនតែក្រុមទាហាននៅពេលនោះក៏បានបើកការបាញ់ប្រហារដើម្បីចាប់ខ្លួនទៅកាន់ពួកវារហូតបណ្ដាពួកវានឹងគឺត្រូវតទល់វាយប្រហារមកកាន់មនុស្សវិញប៉ុន្តែជាការពិតណាស់ដោយអ្វីដែលយើងបានដឹងអញ្ចឹងសត្វចម្លែកនេះវានឹងគឺពិតជាមានភាពវៃឆ្លាតជាខ្លាំងពួកវានឹងគឺបានព្យាយាមជួយសង្គ្រោះគ្នារបស់ពួកវាក៏ដូចជានាំយកសាកសពរបស់ពួកវាចាក់ចេញដោយមិនឲ្យមនុស្សនាំយកទៅបានដល់ងាយនោះឡើយចំណែកវីលៀមម្នាក់វិញគាត់នឹងតាមពិតទៅគឺមានបំណងចង់រត់គេចចេញអំពីទីតាំងមួយនេះនោះទេដោយគំនិតនៃការចាប់សត្វថៅ
ที่มันนี่เวียนนึกสถัดกราวแผนการในการจะเจ้าระบบกรมก่อแต่ปนอจำนายกรมเตเฮียนมันอยู่ปันมันปูเกนก็ไอ้มันก็บันจะจอมสัตว์เท่าที่มันก็บาบันสำรักไอ้ปูเกนก็บันชี้ยิ้มดำใบรัชวะโอโยกสัตว์มนุษย์มาเลยจนแจงกล้องระบบปูเกปันแต่ดาสัตว์มนุษย์คือชี้ยิ้มเรือบ่มราชมุนกำลังดอกคลั่งคลาระบบเวียนูจีแฮดปันได้กรมเตเฮียนจุมุนจังหวะระบบปูเกนึกสเตอร์แต่มันอาจตบจอบโนไลจำนายวิลเลียมมันในเว้นเปลี่ยนก่อนนั้นก็บันทั่วก้าพลาดประโดจัดโดยขี้ก่อนกับบันสำรักจัดดำใบตลอดมกเว้นช่วยสังเคราะห์ตะการกองตอบแต่งอ้อดำใบทั่วก้าจับคล้นตะการสัตว์ท่าถือมโนให้ก่อนนั้นก็บันสไลปราบตะการเตเฮียนดำใบปูเกบันดมเพลิงเรียงตะการสัตว์เตยเซนเตียก็มาปูเวนังทั่วดำนาโจมมาช่วยสังเคราะห์ตะการคณิกตีระบบปูเวบ้านสอบไปแต่ก่อนนั้นเป็นนูก็บันทั่วดำนาจอกเตยขังคราวในใบบันทนำสันดอมตะการปูเวพ้องได้ให้วิลเลียมนั้นเป็นนูก่อนนั้นก็บันปราจุมหนึ่งนูได้มีสำเร็จระบบกอดดำใบทั่วก้าบันตะการสัตว์เท้าที่จีการบังกรนั่นแหละขณะเงยสู้สำหรับปูเกในขนมการตบโต้ปัตตายกำลังไปจมูกในนูก่อนนั้นกิสเตอร์แต่เตอร์บานสัตว์เท้าที่มือกบาลทั่วก้าวิประห้าตะการก่อนบานตะไฮแต่เชียร์สำนางอ้อทวานั้นก็บานทั่วดำนาโจมมาช่วยกอดต้นทว่าเกนั่นคือปัจจุบันการขังสัมบ้าแต่การวิลเลียมชิคลังแต่แฮดพอกับพูเตอร์วิลเลียมนั่นคือมันพร้อมจะเจนเตยจมูกของปูเกตามมาไว้แต่ปูเกบานกรงตกงเองปัตตายประตูปัจจุบันการขังสัมบ้าแต่การวิลเลียมอย่างน่าก็ได้แต่จงกล่าวทว่ากันในแต่สำหรับจะดำไปโจมมาช่วยสังเคราะห์แต่การวิลเลียมต่อได้ปูเกตั้งปีนี้ก็บานทั่วการสหการที่ดำไปตบโต้จมูกหนึ่งสัตว์จำไรแบบบานโนคือทั่วอย่างน่าตบโต้ก็มาสัตว์จำไรแต่เตยเซนที่คือโจมมารมดอกคณีระบบเวียบ้านวิลเลียมเกนั่นก็บานปลอยจีสัญญาแต่การเมตอบลิ้นดำไปบันกรอบรมเซ่บมประตูสำหรับสัตว์เตยเซนเตียแต่นอเปนูอติโปลในกรอบประตูมนุษย์กับบานนายวิลเลียมนั่นคือบานตัวระบบของนายในจงกลายกรมเตหินนังอ้อกล่าวไปเมียนการโจช่วยปีสำนักวิลเลียมจุมุนหนึ่งทวาฮานูโปเกก็อาจมีนักการนำไปจับสัตว์จำไรเท้าที่บานสำเร็จโดยโจกใจแต่กล่าวปีบันมันจอบในเพศการจะบอกคล้นบานโดยโจกใจฮานูเมตอบลิ้นนั่นก็บานทัวดำนายโจมันเยยออกก้นตะการวิลเลียมของนายกอดกับบานเยยตะการวิลเลียมอมปีการและบางอายุชีวิตนำไปช่วยสังเคราะห์ตะการโปเกโฮปนายกอดนั่นก็ตระบานตัวโรงระบบดซาตอติโปลในกรอบรมเซลอันนี้นั่นก็บานมันต่อพองได้ถ้าดซาตอติโปลดอกคลั่งคลาในกรอบรมเซลวันนี้เตอบานจะแฮดบรรดาโปเกนั่นคือมันอาจบรรดาเวียเตอร์ใบทะเลเจนแต่ขังกลางโนไลแต่งในเนียงจมูกนั่งเนี่ยเราเตยเซนเตียกับบานนั่งทามเมมนุษย์จิตจานคือกำปงแต่จองบานเวียดำใบปงเริงในอำนาจหนึ่งพอลประจัยระบบโปเกโดยขี้เนี่ยอันนี้นั่นก็เฉลี่ยในเยแต่การวิลเลียมฐานนี้นี่คือมันบานดังโนไลทำมนุษย์ข้างกลางในปิดพบระบบวิลเลียมคือจีมนุษย์แบบหน้าแต่ไว้ในเนียงบานดังโนคือมนุษย์ต่างเอาโนโปเกคือเปิดจิมเมียนเพียบหลบหล่นจีคลั่งจีแฮทเวอร์เนี่ยนั่นคือมันจองเอามาซาวมูนี่คือเตะแทะเตลิดได้ระบบโปเกโนไลก็เลยจะเมื่อสัตว์จำไรเท่าที่ได้เติบแต่จับบานในเว้นโปเกกับบานจีเยี่ยมซาลบองในยกดมได้ช่อแต่ดักเข้าไปจมูกหนึ่งตรงระบบเวียแต่ในเป็นนิวไฮอัตโปในได้ช่อกับบานบรรดาสัตว์มูนี่ก็เตะแกงในสงีมเพลียมเนี่ยแต่งอគ្នាក្រៅពីបានឃើញការពិសោធន៍ដ៏ជោគជ័យរបស់ពួកគេគឺពួកគេនឹងគឺមានការសប្បាយចិត្តនឹងអបអរជាខ្លាំងប៉ុន្តែភ្លាមនោះបរមអ្នកដែលជាមន្ត្រីជំនិតរបស់ព្រះរាជាក៏ស្រាប់តែមានបំណងចង់នាំសត្វមនុស្សដើម្បីទៅកស្ដាយយកមកផងដែរហើយបើទោះបីជាអ្នកដទៃផ្សេងទៀតធ្វើការហាមឃាត់នឹងបាននិយាយប្រាប់ទៅកាន់គេថាចង់ធ្វើការស្រាវជ្រាវបន្ថែមទៀតយ៉ាងណាក៏ដោយក៏បរមអ្នកនោះគេនឹងគឺនៅតែមិនព្រមស្ដាប់នោះដែរក៏លេបមកមើលវិលៀមឯនេះវិញថវាគេនឹងក៏បានបង្ហាញជាមួយនឹងការខឹងសម្បាទៅកាន់វិលៀមជាខ្លាំងដល់ហេតុផលក៏ពុទ្ធវិលៀមនឹងគឺបានផ្លាស់ប្ដូរចិត្តមិនព្រមចាក់ចេញទៅជាមួយនឹងពួកគេនោះឯងហើយគេនឹងគឺថែមទាំងបាននិយាយឌឺដងនឹងមើងងាយទៅកាន់វិលៀមថាឯងនឹងគឺចង់ខ្លាចទៅជាវីរៈបុរសនៅទីនេះមែនឬទេទាំងដែលឯងសពថ្ងៃនេះគឺជាចៅ500ដដាច់យ៉ៃម្នាក់តែប៉ុណ្ណោះដែលរាល់ថ្ងៃនេះគឺរកតែអង្គច្រកឆ្នាំងសឹងតែមិនបានផងវិលៀមនៅពេលនោះគាត់នឹងគឺពិតជាមានការខឹងសម្បាចំពោះសម្ដីរបស់ថវាជាខ្លាំងហើយគាត់នឹងគឺថែមទាំងបានដកកំបិតជុំគំរាមចង់ចាក់សម្លាប់ទៅកាន់នោះគេថែមទៀតប៉ុន្តែអបិថវាម្នាក់នេះនៅពេលដែលបានឃើញភាពខឹងសម្បារបស់វិលៀមបែបនេះរូបគេនឹងគឺបែរជាបានសើចសប្បាយទៅវិញក៏ប៉ុន្តែរូបគេនឹងគឺយល់ថាសារជាតិរបស់វិលៀមនេះគឺបានវិលត្រឡប់មកវិញហើយនៅយប់នោះផងដែរក្រុមទាហាននឹងក៏បានទៅរកឃើញអំពីរោងដ៏ធំនិងចម្លែកមួយដែលនោះនឹងក៏ត្រូវបានដឹងថាគឺអាចជាស្នាដៃរបស់សត្វថៅធីដែលព្យាយាមកាយរោងចូលទៅជួយសង្គ្រោះគ្នារបស់ពួកវានោះឯងលោកវាងនៅពេលនោះគាត់នឹងក៏បានដឹងភ្លាមថាច្បាស់ណាស់សត្វថៅធីទាំងនេះនឹងគឺមានបំណងទៅជួយសង្គ្រោះគ្នារបស់ពួកវាមិនខានហើយបើសិនណាជារឿងនោះគឺខ្លាចទៅជាការពិតរាជវាំងរបស់ពួកគេនិងប្រជាជនទាំងអស់គឺកំពុងតែប្រឈមជាមួយនឹងគ្រោះមហន្តរាយហើយនៅពេលនោះពួកគេនឹងគឺប្រកាសជាគ្មានវិធីសាស្ត្រនោះឡើយដើម្បីកម្ចាត់ពួកវាបានក៏เลยមើលថវានេះវិញក្រោយពីបរាជ័យមិនអាចបញ្ចុះវិលៀមដើម្បីធ្វើដំណើរចាក់ចេញទៅជាមួយនឹងខ្លួនបានព្រោះគេក៏បានសម្រេចចិត្តចាក់ចេញអំពីទីតាំងមនុស្សជាមួយនឹងវត្តមានរបស់លោកបាឡាតដែលពេលបាឡាតនៅនេះគេនឹងក៏បានប្រើប្រាស់ជាមួយនឹងគ្រាប់រំសេផ្ទុះដើម្បីបំផ្ទុះកំទេចទ្វារធ្វើដំណើរចាក់ចេញអំពីទីនោះប៉ុន្តែសម្លេងនៃការបំផ្ទុះរបស់ពួកគេនឹងក៏បានបណ្ដាលវិលៀមនឹងគឺបានលឺដូចគ្នាដែលវិលៀមគេនឹងក៏បានបញ្ញាធ្វើដំណើរទៅតាមពីខាងក្រោយនៃអ្នកទាំងពីរដើម្បីធ្វើការរារាំងទៅកាន់ពួកគេមិនឲ្យចាក់ចេញនោះឡើយគាត់ក៏បានព្យាយាមនិយាយលងលោមដើម្បីបញ្ចុះទៅកាន់ថវាដើម្បីរកគេនឹងគឺយល់ព្រមបន្តស្នាក់នៅនឹងតស៊ូប្រយុទ្ធជាមួយនឹងគាត់បន្តទៀតក៏ព្រោះតែគាត់នឹងគឺយល់ថាបើសិនណាជាបណ្ដោយឲ្យសត្វនេះគឺអាចវិវត្តខ្លួនបានយ៉ាងច្រើនបែបនេះច្បាស់ណាស់ថាពិភពលោកទាំងមូលរបស់ពួកគេនឹងរងជាមួយនឹងមហន្តរាយមិនខានឡើយហើយនៅពេលនោះហើយបើទោះបីជាពួកគេព្យាយាមរត់គេចក៏ពួកគេនឹងគឺមិនប្រកាសថាមានជីវិតនោះឡើយចំណែកថវាវិញបើទោះបីជាវិ
វិលៀមនឹងគឺបាននិយាយបញ្ចុះបញ្ចូលទៅកាន់គាត់យ៉ាងណាក៏ដោយប៉ុន្តែគាត់នឹងគឺនៅតែមិនយល់ព្រមស្ដាប់សម្ដីរបស់វិលៀមនោះទេហើយគាត់នឹងគឺបានជឿសម្ដីរបស់អប៉េបាឡាត់នឹងធ្វើដំណើរចាក់ចែងអំពីទីតាំងមនុស្សហើយពួកគេនឹងក៏មិនបានចាប់អារម្មណ៍នោះឡើយថាការសន្ទនារបស់ពួកគេគឺត្រូវបានលួចស្ដាប់ឮដោយវត្តមាននៃទាហានវ័យក្មេងម្នាក់ដែលនៅទីតាំងមនុស្សមកដល់ពេលព្រឹកក្រុមទាហានចិត្តទាំងអស់ក៏បាននឹងថារំសេវនឹងឯកសារសម្រាប់ផលិតវាគឺត្រូវបាននរណាម្នាក់គឺបានលួចចេញបាត់ទៅហើយពួកគេនឹងគឺបានដាក់ការចោទប្រកាន់ទៅកាន់វិលៀមថាជាអ្នករួមសំគំនិតជាមួយនឹងចៅនោះឯងបើទោះបីជាគាត់នឹងគឺបានព្យាយាមបកស្រាយនិងពន្យល់ប្រាប់ទៅកាន់ពួកគេយ៉ាងណាក៏ដោយប៉ុន្តែពួកគេនឹងគឺនៅតែមិនជឿសម្ដីរបស់គាត់នោះឡើយហើយនៅក្នុងកំឡុងពេលនោះទាហានវ័យក្មេងម្នាក់ក៏ស្រាប់តែចេញមកអះអាងនិងបាននិយាយការពារចំពោះវិលៀមផងដែរព្រោះគេក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថារូគេនឹងគឺបានឃើញអំពីរឿងរ៉ាវដែលបានកើតឡើងកាលពីយប់មិញនេះវិលៀមមិនត្រឹមតែបានចូលរួមជាមួយនឹងពួកគេនោះទេប៉ុន្តែគាត់នឹងគឺថែមទាំងបានព្យាយាមរារាំងទៅកាន់ពួកគេថែមទៀតហើយតាមពិតទៅទាហានអ្នកនេះគាត់នឹងគឺមិនមាននូវភាពក្លាហាននោះឡើយគាត់គឺជាមនុស្សដែលចូលចិត្តខ្លាចច្រើននិងរារែកមិនហ៊ានសម្រេចចិត្តអ្វីនោះឡើយប៉ុន្តែក្រោយពីគាត់នឹងគឺបានជួបវិលៀមនិងបានទទួលនូវការនិយាយលើកទឹកចិត្តរបស់គាត់ហើយនោះទើបបណ្ដារូគេនឹងគឺបានផ្លាស់ប្ដូរបែបនេះហើយបើទោះបីជាមានការនិយាយអះអាងពីសំណាក់សាក្សីយ៉ាងណាក៏ដោយប៉ុន្តែមេតបលីនគាត់នឹងគឺមិនបានស្ដាប់ហេតុផលរបស់រូគេនោះទេហើយគាត់នឹងគឺបានបញ្ជាឲ្យទាហានរបស់គាត់នាំខ្លួនវិលៀមទៅឃុំខ្លួនផងដែរបន្ទាប់ពីនោះគាត់នឹងក៏បានដឹកនាំនូវកងទាហានរបស់ខ្លួនដើម្បីប្រញាប់ប្រញាល់ធ្វើដំណើរទៅការពារព្រះបរមរាជវាំងព្រោះតែក្នុងកំឡុងពេលនេះពួកគេនឹងគឺបាននឹងថាព្រះរាជវាំងរបស់ពួកគេនឹងគឺកំពុងតែទទួលរងជាមួយនឹងការវាយប្រហារដោយវងសត្វចម្លែកហើយនៅពេលនោះដើម្បីតែអាចធ្វើដំណើរទៅទាន់សភាពការពួកគេនឹងក៏បានសម្រេចចិត្តជិះបាឡុងហោះដើម្បីធ្វើដំណើរចាក់ចេញក៏លេបមកមើលអប៉េថូវ៉ាដែលបានធ្វើដំណើរចាក់ចេញជាមួយនឹងអប៉េបាឡាត់នេះវិញក្នុងកំឡុងពេលដែលពួកគេគឺបានធ្វើដំណើរមកដល់ខាងក្រៅនៃវាលខ្សាច់ហើយនោះអប៉េបាឡាត់ផ្លោជាប់នឹងក៏បានឈឺទៅការរត់ទៅចោលថូវ៉ាបាត់ទៅដែលជាហេតុបណ្ដាថូវ៉ានឹងគឺនៅវងវែងកណ្ដាលវាលខ្សាច់តែម្នាក់ឯងនេះហើយជាលទ្ធផលអមតទូរទស្សន៍ជ្រើសយកអ្នកដតីមិនជឿសម្ដីមិត្តភ័ក្តិសម្លាញ់រាប់អានគ្នារាប់ឆ្នាំនៅវិលៀមម្នាក់វិញនៅមុនពេលដែលធ្វើដំណើរចាក់ចេញលោកវ៉ានឹងក៏បានសម្រេចចិត្តដើម្បីដោះលែងខ្លួនគាត់ជាហេតុបណ្ដាគាត់នឹងគឺពិតជាមានការងឿងឆ្ងល់ចំពោះការសម្រេចចិត្តមុននេះជាខ្លាំងលោកវ៉ាគាត់នឹងក៏បាននិយាយប្រាប់ទៅកាន់វិលៀមថាហេតុផលដែលគាត់យល់ព្រមដោះលែងទៅកាន់គេនោះក៏ព្រោះតែក្នុងកំឡុងពេលនេះពួកគេនឹងគឺបានបរាជ័យទៅហើយគាត់គឺមានបំណងចង់ឲ្យវិលៀមនឹងគឺពំនាំលំនឹងមួយនេះទៅប្រាប់ឲ្យពិភពលោកបានដឹងនិងត្រៀមខ្លួនសម្រាប់ទប់ទល់ជាមួយនឹងវងសត្វចម្លែកខណៈពេលដែលគាត់ជាមួយនឹងគ្នាផ្សេងទៀតក៏នឹងធ្វើដំណើរទៅកាន់ព្រះបរមរាជវាំងដើម្បីទប់ទល់ជាមួយនឹងសត្វចម្លែកមនុស្សនៅដំណាក់កាលចុងក្រោយហើយវិលៀមបើទោះបីជាមានឱកាសចាក់ចេញគាត់នឹងគឺបែរជាមិនជ្រើសរើសដើម្បីចាក់ចេញនោះទេគាត់គឺបានសម្រេចចិត្តដើម្បីបន្តដំណើរទៅជាមួយនឹងពួកគេដើម្បីកម្ចាត់ទៅកាន់សត្វចម្លែកនៅអប៉េបាឡាត់បើទោះបីជាបានរត់ចោលថូវ៉ាបានសម្រេចក៏ដោយប៉ុន្តែគេនឹងក៏ត្រូវបានក្រុមចៅវាខ្សាច់ធ្វើការចាប់ខ្លួនទៅកាន់គេបានសម្រេចខណៈពេលជាមួយគ្នានោះមន្ត្រីរាជវាំងដែលកំពុងតែយកមុខចំពោះព្រះមហាក្សត្រនេះវិញព្រោះគេក៏បានធ្វើការដកដុំដែកមនុស្សដើម្បីពិសោធន៍បង្ហាញទៅកាន់ព្រះមហាក្សត្រហើយក្នុងកំឡុងពេលនោះគេនឹងក៏បានដកយកដុំដែកមនុស្សចេញអំពីទ្រុងរបស់សត្វចម្លែកជាហេតុបណ្ដាវានឹងក៏ត្រូវស្ទុះភ្លាមបំបុកទ្រុងមនុស្សមានបំណងចាក់ចេញវាក៏បានវាយប្រហារទៅកាន់មនុស្សម្នាទាំងអស់ដែលមានវត្តមាននៅទីនោះជាហេតុបណ្ដាពួកគេនឹងក៏ត្រូវបានទទួលរងរបួសយ៉ាងដំណំដូចគ្នាហើយមន្ត្រីម្នាក់នោះគេនឹងក៏បានសវេសវាដោយអាការៈរបួសយ៉ាងធ្ងន់ធ្ងរដើម្បីអាចយកដុំដែកមនុស្សទៅដាក់ជាប់ជាមួយនឹងទ្រុងដែកមនុស្សបានសម្រេចវិញប៉ុន្តែបើទោះបីជាបែបនេះក៏ពិតមែនពួកគេនឹងគឺបានដឹងនោះឡើយថាក្នុងខណៈពេលដែលគេបានដកដុំដែកចេញអំពីទ្រុងមនុស្សសត្វចម្លែកមនុស្សក៏បានផ្ដល់ជាសញ្ញាទៅកាន់គ្នារបស់ពួកវាដើម្បីឲ្យធ្វើដំណើរមករំដោះវានៅឯព្រះបរមរាជវាំងស្របពេលដែលក្រុមវិលៀមជាមួយនឹងលោកវ៉ាងនេះវិញពួកគេនឹងក៏បានធ្វើដំណើរមកដល់ទីតាំងនៃព្រះបរមរាជវាំងដូចគ្នាហើយត្រឡប់មកមើលអប៉េបាឡាត់នេះវិញក្រោយបានចាប់ខ្លួនក្រុមចាស់ទាំងនោះមិនបានដឹងនោះឡើយថាក្នុងសម្ពាធរបស់គាត់នឹងគឺសិតសឹងតែជាក្របរំសេវហើយពួកវានឹងក៏បានធ្វើការបោះចុះបោះឡើងលេងសប្បាយនៅក្នុងទីតាំងមនុស្សរហូតបណ្ដាលឲ្យក្របរំសេវនឹងគឺធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងហើយពិតណារំសេវជាមួយនឹងភ្លើងនៅពេលដែលបាននៅជាមួយគ្នាវានឹងក៏បានផ្ទុះឡើងសម្រាប់ផ្ដាច់ជីវិតទៅកាន់ពួកគេអស់ទៅទោះបីតែវត្តមាននៃមនុស្សទូរទស្សន៍ដូចជាលោកបាឡាត់នឹងក៏បានស្លាប់បាត់បង់ជីវិតដូចគ្នាចំណែកក្រុមទាហាននេះវិញក្រោយពីបានធ្វើដំណើរមកដល់ពួកគេនឹងក៏បានចាប់ផ្ដើមប្រយុទ្ធជាមួយនឹងកងទ័ពសត្វចម្លែកថៅធីនៅរដ្ឋធានីរបស់ពួកគេហើយពួកគេនឹងក៏បានធ្វើការកាប់សម្លាប់ទៅកាន់សត្វចម្លែកទាំងនោះដើម្បីរារាំងទៅកាន់ពួកវាដូចគ្នាប៉ុន្តែបើទោះបីជាពួកគេនេះគឺខិតខំប្រយុទ្ធយ៉ាងស្វឹកស្វាញយ៉ាងណាក៏ដោយពួកគេជាច្រើនក៏ត្រូវបានសត្វចម្លែកទាំងនោះធ្វើការខំសម្លាប់ឲ្យស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ស្របពេលដែលមេតបលីនដែលកំពុងតែប្រយុទ្ធជាមួយនឹងសត្វចម្លែកនេះវិញមិនប្រយ័ត្នគាត់នឹងក៏បានធ្លាក់ចុះទៅខាងក្រោមក្នុងកំឡុងពេលនោះគាត់នឹងក៏ត្រូវបានក្រុមសត្វចម្លែកថៅធីមួយក្រុមធ្វើការឡោមព័ទ្ធមួយបំណងចង់វាយប្រហារទៅកាន់គាត់ប៉ុន្តែនៅពេលនោះជាសំណាងល្អវិលៀមជាមួយនឹងលោកវ៉ាងក៏បានធ្វើដំណើរមកដល់និងបានជួយសង្គ្រោះទៅកាន់មេតបលីនទាន់ពេលវេលាហើយពួកគេនឹងក៏បានបញ្ញាដើម្បីធ្វើដំណើរទៅកាន់ព្រះបរមរាជវាំងដើម្បីកព្រះមហាក្សត្រព្រោះមិនយូរនោះទេវត្តមាននៃសត្វចម្លែកថៅធីជាច្រើននឹងធ្វើដំណើរវាយប្រហារមកកាន់ទីនេះមិនខានចំណែកព្រះរាជាដែលកំពុងតែលាក់ខ្លួនជាមួយនឹងអារម្មណ៍ផិតភ័យនេះវិញក្រោយពីបានឃើញវត្តមានរបស់ពួកគេហើយនោះទ្រង់នឹងក៏បានបង្ហាញព្រះភ័ក្ត្រចេញមកនិងបានស្ដីបន្ទោសទៅកាន់ពួកគេតែពួកគេនឹងគឺបានធ្វើដំណើរមកយឺតនិងបានបណ្ដោយទ្រង់នឹងគឺមានការផិតភ័យបែបនេះបន្ទាប់ពីនោះលោកវ៉ាងជាមួយនឹងគ្នារបស់គាត់ក៏បានរៀបចំជាមួយនឹងគម្រោងផែនការមួយដើម្បីប្រើប្រាស់នៅសត្វចម្លែកថៅធីមួយក្បាលដែលពួកគេបានចាប់មកនេះក្នុងគោលបំណងបំពាក់ក្របរំសេវនៅ
នឹងខ្លួនរបស់វាដើម្បីបំទូសម្រាប់មេដឹកនាំរបស់វាដោយហេតុផលក៏ព្រោះតែពួកគេនឹងគឺបានដឹងថាគ្រប់សត្វចម្លែកថៅទីទាំងអស់ពួកវានឹងគឺតែងតែនាំយកជាមួយនឹងចំណីអាហារទៅកាន់មេដឹកនាំរបស់ពួកវានៅរៀងរាល់ពេលវេលាដែលពួកវានឹងគឺបានស្វែងរកចំណីអាហារបានដែលនៅពេលនោះហើយគឺជាពេលវេលាស័ក្តិសមសម្រាប់ពួកគេដើម្បីឆ្លៀតឱកាសបាញ់នៅគ្រាប់ព្រួញភ្លើងបំទុះរំសេវមនុស្សក្នុងគោលបំណងសម្រាប់មេដឹកនាំរបស់ពួកវានោះឯងហើយនៅពេលនោះពួកគេនឹងក៏បានសម្រេចចិត្តដើម្បីជ្រើសរើសនៅផ្លូវសម្ងាត់ក្នុងព្រះបរមរាជវាំងដើម្បីបញ្ឆោតសត្វចម្លែកមនុស្សតែបន្ទាប់ពីពួកគេនឹងគឺបានធ្វើដំណើរចូលទៅដល់ទីតាំងនៃផ្លូវសម្ងាត់មនុស្សហើយពួកគេនឹងគឺបែរជាបានទទួលរងជាមួយនឹងការវាយប្រហារពីសំណាក់សត្វចម្លែកជាច្រើនដែលមានវត្តមាននៅទីនោះក្រុមទាហានដែលបានធ្វើដំណើរមកជាមួយនឹងលោកវាំងនោះក៏ត្រូវបានក្រុមសត្វចម្លែកទាំងនោះធ្វើការខំសម្លាប់ទៅកាន់ពួកគេស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ហើយនៅពេលនោះទាហានវ័យក្មេងម្នាក់ដែលនៅសេសសល់ជីវិតរូបគេនឹងក៏បានសម្រេចចិត្តដើម្បីពលីអាយុជីវិតរបស់ខ្លួនក្នុងគោលបំណងទប់ស្កាត់និងរារាំងសត្វចម្លែកទាំងនោះអាចផ្ដល់ឱកាសទៅកាន់គ្នាគ្នារបស់ពួកគេធ្វើដំណើរចាក់ចេញជាបន្តតែរូបគេនៅពេលនោះគឺបានអោបជាមួយនឹងគ្រាប់រំសេវជាច្រើនធ្វើការបំទូសម្លាប់ទៅកាន់សត្វថៅធីជាច្រើនដែលបានធ្វើដំណើរមកកាន់ទីនោះហើយប៉ុន្តែការលះបង់របស់គាត់ក៏បានបណ្ដាលគ្នាគ្នារបស់គាត់ផ្សេងទៀតគឺពិតជាមានការរំជួលចិត្តជាខ្លាំងផងដែរគាត់គឺសុខចិត្តលះបង់អាយុជីវិតរបស់ខ្លួនដើម្បីតែអាចជួយសង្គ្រោះទៅកាន់មនុស្សជាតិទាំងមូលបើសិនណាជាផែនការរបស់ពួកគេក៏ត្រូវបានជោគជ័យហើយនេះហើយក៏ត្រូវបានចាត់ទុកថាជាការលះបង់ដ៏ធំធេងសម្រាប់នគររបស់ពួកគេផងដែរគ្នារបស់គាត់ផ្សេងទៀតនៅក្នុងកំឡុងពេលនោះពួកគេនឹងគឺគ្មានជំរឿអ្វីផ្សេងនោះឡើយពួកគេក៏បានសម្រេចចិត្តដើម្បីធ្វើដំណើរចាក់ចេញជាបន្តនិងធ្វើការបំពេញនៅបេសកកម្មនេះឲ្យស័ក្តិសមជាមួយនឹងការលះបង់របស់គាត់ហើយពួកគេនៅពេលនោះក៏បានយកសត្វថៅធីមកដល់ទីតាំងនៃកន្លែងកំណត់របស់ពួកគេបានសម្រេចបន្ទាប់ពីនោះពួកគេនឹងក៏បានរៀបចំជាមួយនឹងគ្រាប់រំសេវនិងគ្រឿងផ្ទុះជាច្រើនដើម្បីចងភ្ជាប់ជាមួយនឹងខ្លួននៃសត្វថៅធីមនុស្សលោកវ៉ានឹងក៏បានធ្វើការដកដុំដៃឆក់មនុស្សចេញអំពីខ្លួនរបស់សត្វថៅធីដែលនៅពេលនោះវានឹងក៏មានបំណងចង់វាយប្រហារទៅកាន់ពួកគេផងដែរប៉ុន្តែលោកវ៉ាក៏នឹងក៏បានយកដុំដៃឆក់មនុស្សរារាំងទៅកាន់វាហើយអាសត្វចម្លែកមួយក្បាលនេះក្រោយពីវាបានឃើញចំណីអាហារហើយនោះវានឹងក៏បានបញ្ញានាំយកទៅឲ្យស្ដេចរបស់វាផងដែរប៉ុន្តែនៅមុនពេលដែលវានឹងគឺអាចមានឱកាសចូលទៅគៀកជាមួយនឹងស្ដេចរបស់វាក្រុមសត្វការពារផ្សេងទៀតក៏បានពិនិត្យមើលអំពីខ្លួនរបស់វាដូចគ្នាក្រោយពេលដែលបានឃើញថាសត្វមួយក្បាលនោះគឺមានឱកាសចូលទៅគៀកនៅស្ដេចរបស់វាហើយនោះអ្នកទាំង3នាក់ក៏បានធ្វើដំណើរឡើងទៅលើប៉មួយកន្លែងក្នុងគោលបំណងដើម្បីបាញ់ព្រួញកំទេចទៅកាន់ពួកវាហើយពួកគេក៏បានយកដុំដៃឆក់ទៅជាមួយនឹងពួកគេដើម្បីបំលាស់ទីផងដែរហើយពួកគេនឹងក៏បាននឹងផងដែរថាក្នុងកំឡុងពេលនេះពួកគេគឺមានព្រំសែលតែ3គ្រាប់តែប៉ុណ្ណោះសម្រាប់បំពេញនៅភារកិច្ចដ៏សំខាន់មួយនេះហើយវីលៀមក្រោយពីគាត់នឹងគឺបានកំណត់ឃើញគោលដៅនៃស្ដេចរបស់សត្វថៅទីហើយនោះគាត់ក៏បានប្រើប្រាស់នៅគ្រាប់ព្រួញទី1បាញ់សម្ដៅទៅកាន់វាប៉ុន្តែជាការប៉ុណ្ណាអាសត្វផ្សេងទៀតដែលជាអ្នកការពារស្ដេចរបស់វានោះពួកវាក៏បានបើកក្បាលរបស់វាឡើងជាការរារាំងមិនឲ្យប៉ះចំស្ដេចរបស់វានោះឡើយហើយមិនតែប៉ុណ្ណោះការបាញ់មួយនេះក៏បានបណ្ដាស្ដេចរបស់វានឹងគឺបានឃើញអំពីពួកគេដូចគ្នាហើយភ្លាមនោះវានឹងក៏បានបញ្ជាឲ្យកូនចៅរបស់វាជាច្រើនឡើងទៅវាយប្រហារទៅកាន់អ្នកទាំង3ហើយលោកវ៉ានៅពេលនោះដើម្បីទៅចង់ការពារទៅកាន់គ្នាគ្នារបស់គាត់ក៏បានសម្រេចចិត្តដើម្បីលះបង់អាយុជីវិតរបស់គាត់ក្នុងការរារាំងទៅកាន់ពួកគេផងដែរនៅមុនពេលដែលគាត់ត្រូវបានវាយប្រហារដោយសត្វថៅធីនោះលោកវ៉ានឹងក៏បានបោះដុំដៃឆក់មនុស្សទៅឲ្យអ្នកទាំងពីរខណៈពេលជាមួយគ្នានោះវីលៀមនឹងក៏បានព្យាយាមបាញ់ប្រហារគ្រាប់ទី2ទៅកាន់ស្ដេចរបស់សត្វថៅធីប៉ុន្តែគ្រាប់ទី2មួយនេះក៏ត្រូវបានកូនចៅរបស់វានឹងធ្វើការរារាំងសាជាថ្មីហើយស្ដេចរបស់សត្វថៅធីមួយនេះវានឹងគឺបានខឹងសម្បាទៅកាន់វីលៀមជាខ្លាំងហើយភ្លាមនោះវានឹងក៏បានបញ្ជាទៅកាន់កូនចៅរបស់វាជាច្រើនឲ្យឡើងទៅលើប៉មនុស្សដើម្បីធ្វើការវាយប្រហារកម្ចាត់ទៅកាន់វីលៀមក្នុងដំណាក់កាលដ៏គ្រោះថ្នាក់មួយនេះពួកគេនឹងគឺនៅសេសសល់ត្រឹមតែគ្រាប់ព្រួយមួយគ្រាប់ទៀតតែប៉ុណ្ណោះដើម្បីកំណត់នូវជោគវាសនារបស់មនុស្សជាតិទាំងមូលហើយនៅពេលនោះមេតបលីននឹងក៏បានប្រាប់ទៅកាន់វីលៀមដើម្បីឲ្យរូបគេនឹងគឺជឿទុកចិត្តមកកាន់ខ្លួនមេតបលីនគាត់នឹងក៏បានយកគ្រាប់រំសេវចុងក្រោយចងភ្ជាប់ជាមួយលំពេរបស់គាត់ហើយគាត់នឹងក៏បានប្រើប្រាស់ខ្សែដើម្បីបោះទៅជាប់ជាមួយនឹងធ្នឹមដំបូលនៃប៉មួយកន្លែងនិងធ្វើការហោះសំកាំងទៅកាន់ប៉មនុស្សជាមួយនឹងវត្តមានរបស់វីលៀមហើយនៅពេលនោះពួកគេទាំងពីរនាក់ក៏បានបោះលំពេដែលមានគ្រាប់រំសេវជាមួយនឹងដុំដៃឆក់ទៅជាមួយនឹងគ្នាតែម្ដងដែលជាហេតុបណ្ដាលសត្វថៅធីទាំងនោះគឺមិនអាចកម្រើកបាននៅឡើយជាមួយនឹងឥទ្ធិពលនៃដៃឆក់ហើយនៅទីបំផុតគ្រាប់រំសេវមនុស្សក៏អាចមានឱកាសចាក់ទៅចំអាសត្វថៅធីដែលបំពាក់ជាមួយនឹងគ្រាប់រំសេវជាច្រើនហើយនៅពេលនោះបំទុះយ៉ាងធំក៏បានកើតមានឡើងនិងបានសម្លាប់ផ្ដាច់ជីវិតទៅកាន់មេដឹកនាំរបស់សត្វចម្លែកមនុស្សចំណែកកូនចៅរបស់វារាប់សិបលានក្បាលទៀតនៅពេលដែលមេរបស់វាគឺត្រូវបានងប់បែបនេះពួកវានឹងគឺស្រាប់តែគាំងមិនដំណើរការភ្លាមតែនេះនឹងគឺមានន័យថាពេលវេលាថ្ងៃអវសានរបស់ពួកវានឹងគឺត្រូវបានឈានមកដល់នៅទីបំផុតបេសកកម្មរបស់ពួកគេមួយនេះគឺត្រូវបានបញ្ចប់ដោយជោគជ័យតែបន្ទាប់ពីបេសកកម្មរបស់គាត់គឺត្រូវបានបញ្ចប់ហើយនោះវីលៀមក៏បានធ្វើដំណើរត្រឡប់មកកាន់ទីតាំងនៃមហាកំផែងវិញនៅពេលដែលបានធ្វើដំណើរមកដល់គាត់នឹងក៏ស្រាប់តែជួបជាមួយនឹងថូវ៉ាដែលត្រូវបានក្រុមទាហានធ្វើការចាប់ខ្លួនហើយគាត់នឹងក៏បាននិយាយប្រាប់ទៅកាន់ថូវ៉ាថាក្នុងកំឡុងពេលនេះព្រះរាជានឹងគឺបានផ្ដល់ជំរើសពីរសម្រាប់ខ្លួនរបស់គាត់ដោយជំរើសទី1គឺឲ្យគាត់ចាក់ចេញទៅជាមួយនឹងវត្តមាននៃគ្រាប់រំសេវផ្ទុះហើយជំរើសទី2គឺឲ្យគាត់ជ្រើសចាក់ចេញជាមួយនឹងវត្តមានរបស់ថូវ៉ានោះឯងហើយប៉ុន្តែវីលៀមគាត់នឹងគឺបានសម្រេចចិត្តជ្រើសចាក់ចេញជាមួយនឹងវត្តមានរបស់ថូវ៉ាដែលហេតុផលក៏ព្រោះតែគាត់នឹងគឺបានជ្រើសរើសមិត្តភាពរបស់ពួកគេគឺសំខាន់ជាងផលប្រយោជន៍ផ្ទាល់ខ្លួននៅចុងក្រោយពេលដែលវីលៀមជាមួយនឹងថូវ៉ាធ្វើដំណើរចាក់ចេញអំពីប្រទេសចិនមេតបលីនក៏បានត្រឹមតែបង្ហាញជាមួយនឹងទឹកមុខសពតស្ពូនជាមួយនឹងការជួលដំណើររបស់គាត់តែប៉ុណ្ណោះ
ขณะពេលជាមួយគ្នានោះថវ៉ានឹងក៏បានសួរទៅកាន់វីលៀមហេតុអ្វីបានជារូគេជ្រើសរើសចាក់ចេញមិនរស់នៅបន្តជាមួយនឹងមេតបលេនប៉ុន្តែនៅពេលនោះវីលៀមនឹងក៏បានប្រាប់ទៅកាន់ថវ៉ាថាតាមពិតទៅគាត់នឹងគឺមិនបានចាក់ចេញនោះឡើយដែលនៅពេលដែលគាត់នឹងគឺអាចជូនថវ៉ាទៅកាន់ផ្ទះបានដោយជោគជ័យហើយនោះគាត់នឹងវិលត្រឡប់មកជួបជាមួយនឹងមេតបលេនវិញហើយសាច់រឿងមួយនេះគឺបានបញ្ចប់ទៅត្រឹមនេះឯងជាចុងក្រោយបើសិនជាពេញចិត្តសូមកុំភ្លេចជួយធ្វើការចុច like និង subscribe មកកាន់ channel មួយនេះម្នាក់មួយផង